ជួយខ្ញុំផងបើមិនការពារជើទេកម្រិតនេះនឹងជួយទប់ទល់ការវាយប្រហារនេះអូគេកាត់អីហ្នឹងខ្ញុំពិតជាមានប្រយោជន៍មែនតើអូយម៉ែឲ្យភ័យចង់ងាប់ខ្ញុំបាទអ៊ូយៀនជាសិស្សនៃនិកាយសិនចុងទាំង12មកស្នាក់នៅទីនេះថ្ងៃនេះបើហ៊ានចូលមកបំពេញនោះលទ្ធផលនឹងដូចជា10នេះអញ្ចឹងនៅហ៊ានលួចមើលសឹងនេះទៀតថៃស្មានថាខ្លួនឯងនៅតែជាស្អីគេកំពូលអ្នកខ្លាំងទៅវិញទៅកាប់លីមកវិញទៅចង្រៃសម្រាមនៅតែជាសម្រាមដែរហ្នឹងឆាប់ចេញទៅ4ឆ្នាំហើយទីបំផុតខ្ញុំចាំបានហើយប្រព័ន្ធសម្លាញ់ចេញមកបង្ហាញខ្លួនមកប្រព័ន្ធបណ្ដុះវិញ្ញាណពិតប្រាកដរីករាយនឹងបម្រើលោកអ្នកគ្រប់គ្រងដោយស្វ័យប្រវត្តិធ្វើបច្ចុប្បន្នភាពឆ្លាតវៃសម្រាប់ក្តីសុបិនហោះហើរទៅកាន់ឋានសួគ៌អបអសាទរម្ចាស់ចាប់ពីថ្ងៃនេះទៅលោកនឹងឈានជើងចូលក្នុងវិថីបណ្ដុះវិញ្ញាណហើយគោលដៅប្រព័ន្ធ10ថ្ងៃខ្សែគ្រឹះ100ថ្ងៃបង្កើតដុំមាស10ឆ្នាំហោះហើរទៅឋានសួគ៌បើបរាជ័យសម្រាប់ចោលរង្វាន់សម្រេចបានជប់សិនអាគូដែលនឹងអ្នកណាឲ្យឯងកំណត់ឥឡូវខ្ញុំគ្រាន់តែជាមនុស្សអត់ប្រយោជន៍ដែលមានរូបវិញ្ញាណខ្ទេយប៉ុណ្ណោះហើយអាទូសម្រាប់ចោលនឹងអ្នកណាព្រមជាមួយឯងម្ចាស់មិនបាច់បារម្ភទេក្នុងពេលភ្ជាប់ប្រព័ន្ធបានយល់ព្រមលើលក្ខខណ្ឌប្រើប្រាស់ជំនួសលោកដោយស្វ័យប្រវត្តិហើយនិយាយអញ្ចឹងឯងនេះពិតជាចេះដឹងចិត្តមែនអរគុណម្ចាស់ដែលបានទទួលស្គាល់ប្រព័ន្ធបានបើកបង្ហាញទីតាំងវត្ថុដែលអាចជួសជុលវិញ្ញាណនៅក្បែរនេះហើយទី1ថ្នាំទឹក1គ្រាប់ទី2ក្បាច់គុណកម្មគុណទាំង6ប្រើប្រាស់មុខងារវឹកហាត់រហ័សលើកដំបូងនឹងទទួលបានថ្នាំទឹក1គ្រាប់ភ្លាមណាតើខ្ញុំមានជំរឿនផ្សេងទៀតមែនទេប្រព័ន្ធចាប់ដើមវឹកហាត់រហ័សទៅទីវឹកហាត់រហ័សបានជោគជ័យកម្រិតជំនាញត្រូវបានដំឡើងក្នុងអំឡុងពេលវឹកហាត់ប្រព័ន្ធនឹងគ្រប់គ្រងរាងកាយរបស់អ្នកសូមកុំស្លន់ស្លោអីចាប់ដើមទទួលយកថ្នាំទឹកឥតគិតថ្លៃវិមានពិភពខៀវគឺជាកន្លែងស្នាក់នៅរបស់សិស្សនិកាយដ៏វិសុទ្ធទាំង12រូបបើហ៊ានចូលមកបំពេញលទ្ធផលនឹងដូចជាភីលីងអីចឹងកុំមកលេងសាច់ណាខ្ញុំពិតជាមិនបានចូលមកបំពេញមែនប្រញាប់ឡើងទៅឲ្យលឿនទៅនៅខាងមុខ200ម៉ែត្ររកឃើញអសសិទ្ធប្រជាហើយអញមិនដឹងទេអីថាការធ្វើតែប្រជាចិត្តដល់ពេលហើយប្រញាប់ទៅឲ្យបាត់ទៅអាចឈួតបងប្រុសគុំធ្វើបាបខ្ញុំអីខ្ញុំមិនទាន់បានសោយសុខនឹងទ្រព្យសម្បត្តិផងទេស្រឡាញ់5000ថ្ងៃរបស់ខ្ញុំគ្មានមនុស្សទេអូហូអញចង់ឲ្យខ្ញុំហ្វ្រេមមកអាប្អូនអញចង់មកយកជីវិតខ្ញុំមែនទេមិនមែនទេបងប្រុសបងនៅចូលក្នុងធ្វើអីឆាប់សម្រេចចិត្តទៅតើបងនៅចាំអីទៀតចាំស្លាប់មែនទេវឌ្ឍនភាពនៃការជួសជុលវិញ្ញាណបាន10ហើយកម្រិតនៃការដាំដុះបានឡើងដល់កម្រិតទី1បងធំតោះទៅវឌ្ឍនភាពនៃការជួសជុលវិញ្ញាណបាន20ហើយកម្រិតនៃការដាំដុះបានឡើងដល់កម្រិតទី2វឌ្ឍនភាពនៃការជួសជុលវិញ្ញាណបាន30ហើយកម្រិតនៃការដាំដុះបានឡើងដល់កម្រិតទី3បងធំខ្ញុំសុំអង្វរគុំទ្រាំទៀតអីលោកម្ចាស់វ័យក្មេងខ្ញុំទើបតែយកសម្បត្តិរបស់និកាយសាការៈទៅឲ្យបរិសុទ្ធនារីនាងឲ្យលោកទៅទីនោះដឹងហើយអសតិត្រូវបានរំលាយអស់ហើយកម្រិតនៃការដាំដុះបានឡើងដល់កម្រិតទី4វឌ្ឍនភាពនៃការជួសជុលវិញ្ញាណបាន40សូមដល់ការវិតម្លៃសម្រាប់ការដាំដុះលើកនេះយន្តសាអញវាជាកូនចម្រៃយើងគ្រាន់តែចង់ហាត់ឡើងវិញមិនមែនចង់មកចាប់ជាថ្មីឯណាមានសម្បត្តិពីឆុងមីងមកថាលោឆាវស្លាប់ហើយតែរកមិនឃើញថ្នាំទឹកនិងគម្ពីរដង្ហាទាំង5មួយនៅលើខ្លួនគេឡើយតើលោកម្ចាស់ចង់មានន័យថារបស់ទាំងពីរនេះបើមិននៅលើខ្លួនកូនសិស្សវាវូធីងស៊ីទេក៏ប្រហែលជាត្រូវអ្នកនៅទីនោះលួចយកទៅបាត់ហើយចឹងជីនសានបាត់លោកម្ចាស់យើងចាំបានថាពេលលោឆាវស្លាប់អញក៏នៅទីនោះដែរមែនទេហេតុអីបានជាអញធ្វើបែបនេះអញដឹងទេថាខ្ញុំបារម្ភពីអញខ្លាំងប៉ុណ្ណាព្រះនាងដកគង់ខ្ពស់សូមមេត្តាពិនិត្យមើលផងទោះបីជាទូបង្គំមានថ្លាមធំដុំនេះក៏មិនហ៊ានដែរឲ្យតែអញហ៊ានទៅបើលើកនេះចាប់បានវូឈិងឆៃបានសម្រេចឯងនឹងទទួលបានរង្វាន់មិនខានទេ
អរព្រះគុណណាស់ព្រះនាងស្រីចង្រៃចាំតែអញលេបថ្នាំទឹកនេះសិនទៅអញនឹងធ្វើឲ្យនាងចង់រស់មិនបានចង់ស្លាប់ក៏មិនកើតដែរហឹមចុះថ្នាំទឹករបស់អញនៅណាថ្នាំទឹករបស់អញបាត់ទៅណាហើយហាញទីរក្សាតើជាស្នាដៃរបស់អ្នកណាអាសត្វត្រចានទៅមកទៅយើងនឹងសម្រាប់អញឲ្យខានតែបាននរណាគេនឹងបៃហ៊ូគេរកឃើញដានជើងអ៊ូមីងស៊ីនៅក្នុងយន្តបង្ហើយសម្ពុតនេះបញ្ជាឲ្យលោកនាំមនុស្សទៅចាប់គេភ្លាមខ្ញុំនឹងទៅចាប់ការភ្លាមពួកបាក់បិសាចនេះម្នាក់សុទ្ធតែសាហាវខ្ញុំក្នុងគុំគូនឹងជប់ចូលមិនបានទេខ្ញុំត្រូវរកកន្លែងផ្សេងលាក់ខ្លួនសិនអញចង់ទៅណាទាំងយប់រលកបែបនេះគឺខ្ញុំគ្រាន់តែចង់ចេញទៅដើរលេងខាងក្រៅបន្តិចតើដើរលេងចុះហេតុអីត្រូវវិចបង្វិចទៅតាមដែរឬមួយអញបង្កប់បញ្ហាអីទៀតហើយអត់ទេមិនអាចទៅរួចទេខ្ញុំមិនបានធ្វើអីពិតមែនណាបើអញ្ចឹងកុំតន់ទៅអីបៃហ៊ូនៃនិកាយសក្ការៈមានរឿងចង់ហៅឯងទៅជួបបន្តិចហើយជួបខ្ញុំនឹងឬមួយពួកគេដឹងរឿងអស់ហើយលោកម្ចាស់មើលមុខយើងឲ្យត្រង់និយាយមកផែនទីឯងនៅណាមិនមែននៅទីនេះទេអីងាប់ហើយចាប់បាត់អាល្អិតមិនក៏យើងមើលទៅឯងដូចជាស្និទ្ធស្នាលម្លេះប្រហែលមកពីខ្ញុំមានមុខមាត់ស្លូតបូតហើយមើលទៅបន្តិចទៀតដើរល្បាតភ្នំឯងដើរតាមយើងឲ្យជាប់ក្នុងព្រៃជ្រៅបែបនេះប្រយ័ត្នមានគ្រោះថ្នាក់បើគុំតែខ្លាចបុត្រីទេពដឹងរឿងលួចលាក់ថ្នាំទឹកគុំអីយើងហែកសាច់ឯងជាបំណែកបាត់ហើយអរគុណលោកម្ចាស់តែអ្នកដែលគួរឲ្យបារម្ភបំផុតគឺលោកឯងនឹងតើហេតុអីលោកម្ចាស់ឲ្យតម្លៃអាសម្រាប់នេះម្លេះម្នាក់នេះគឺជាជនក្បត់ពូភេងសៃរបស់បាក់យើងឥឡូវវាកំពុងលាក់ខ្លួននៅលើភ្នំយួនបើរកវាឃើញយើងនឹងមានរង្វាន់ជាត្បូងមរកត50គ្រាប់ក្នុងមួយឆ្នាំគ្រួសារយើងរកបានតែ5ដុំប៉ុណ្ណោះបើលើកនេះបានសម្រេចពួកយើងច្បាស់ជាមានវាសនាខ្ពស់មិនខានល្អស្វែងរកទៅទោះត្រូវក្រឡាប់ដីរកក៏ត្រូវតែរកវាឲ្យឃើញដែរបាទចុះពីលេងទៅណាហើយអូគេទៅតែឈីពោះរត់ទៅបាត់ហើយឲ្យតែឆ្លងផុតក្នុងនេះខ្ញុំនឹងរួចផុតពីទឹកដីបាក់បិសាចហើយចាំមើលថាពួកគេអាចចាប់ខ្ញុំបានទៀតអត់មានរឿងអីហ្នឹងមិនក៏ខ្លួនប្រាណខ្ញុំត្រូវគេគ្រប់គ្រងទៀតហើយមកហើយមិនមែនជាប្រព័ន្ធទេគឺជារូបគំនូរនៅលើភ្នំនេះតើមិនក៏ខ្ញុំស៊ីម្លេះហេតុអីក៏មកជួបរឿងឈួតបែបនេះប្រព័ន្ធចាប់ផ្ដើមការវឹកហាត់ភ្លាមទីងរកឃើញការរៀបរៀងពីសារធាតុមិនស្គាល់អត្តសញ្ញាណយោងតាមកិច្ចព្រមព្រៀងប្រព័ន្ធមានសិទ្ធិសម្រេចគូបំផុតបន្តការវឹកហាត់ដោយស្វ័យប្រវត្តិពិតជាបានសម្រេចមែនរកឃើញថាម្ចាស់ប្រព័ន្ធកំពុងសោយកម្លាំងខ្លាំងហាន់ជុំគ្រាប់ឆ្នាំបើកម្លាំង3គ្រាប់ដោយឥតគិតថ្លៃមិនអីទេដឹងមកទៀតហើយអីសិនយានអ៊ូនីងស៊ីស្លាប់ទៅហាហ៊ានប្លន់ថ្នាំទេពអញថែមទាំងហ៊ានហាត់វិជាគុណនៅមុខអញទៀតចង់មកមែនទេអបអសាទរផងឈានជើងផ្ទុះកំតិចបើខ្លាំងគុំរត់ឲ្យសោះណាដៃរបស់ខ្ញុំវាមានគំនិតផ្ទាល់ខ្លួនបាត់ទៅហើយឆ្នាំបើឈាមទាំង3គ្រាប់ត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃសូមបន្តការវឹកហាត់ទៀតកម្រិតវិជាគុណបានកើនឡើងដល់កម្រិតទី5ហើយចង់វាស់កម្លាំងគ្នាដោយសារចំនួនមនុស្សមែនទេបងប្រុសអូយានតាមពិតទៅឆ្នាំរំលីសរសៃនោះខ្ញុំក៏មានដំណឹងខ្លះដែរបើមិនជឿមើលដៃខ្ញុំទៅលើខ្លួនខ្ញុំនៅមានបណ្ដាសាស្លាប់ដែលគេដាក់ឲ្យទៀតផងពីស្មន់អាគងខ្មៅមិនខុសទេពិតជាស្នាដៃរបស់ Sheng Tingshen មែនត្រូវហើយគឺអាមនូថោពីប Sheng Tingshen នឹងឯងវាមិនត្រឹមតែដាក់បណ្ដាសាខ្ញុំទេថែមទាំងដាក់ពីទៀតដែលខ្ញុំដណ្ដើមឆ្នាំលោកមិញនេះក៏ដោយសារតែពីនឹងដែរលោកកុំបារម្ភអីចាំខ្ញុំរំលាយពីអស់ខ្ញុំនឹងសងលោកវិញមួយជា10មិនខានមិនវាមិនស្គាល់គ្នាទេមើលទៅអញក៏ជាមនុស្សដឹងខុសត្រូវដែរបើអញ្ចឹងពួកយើងមកស្វាធ្វើជាបងប្អូននឹងគ្នាជួយគ្នាទៅវិញទៅមកតើអញយកព្រមទេពិតជាព្រមហើយបងធំសូមទទួលការគោរពពីប្អូនតូចផងអញ្ចឹងបងនឹងស្វាផឹកឈាមជាមួយអញនៅលើនេះតែម្ដងបងធំមិនបាច់ប្រញាប់ពេកទេដឹងចាំខ្ញុំហាត់ចាប់សិនចាំគិតទៀត
រឿងតូចតែទេក្នុងនាមជាបងប្អូនមិនបាច់គួរសំពេចទេប្អូនទី2ឯងកំរើកមិនរួចទេចាំបងធំធ្វើជំនួសឯងចុះ បងធំ ប្អូនទី2 ទីការហ្វឹកហាត់បានបញ្ចប់ហើយកម្រិតបានឡើងដល់ដំណាក់កាលទី6ហើយការគ្រប់គ្រងដោយស្វ័យប្រវត្តិក៏ត្រូវបានបញ្ចប់ដែរ ល្បឿនលឿនណាស់អញមិនមែនត្រឹមតែកម្រិតហ្វឹកហាត់ធម្មតាទេអូសំណាងហើយដែលវាបញ្ចប់តាន់ពេលរកឃើញក្បាច់គុណ6តណ្ហាហើយកំពុងតែធ្វើការកត់ត្រាទុក មិននឹកស្មានថាក្បាច់គុណ6តណ្ហានៅលើខ្លួនរបស់ហ៊ូឈិងសៃសោះមើលទៅការជួសជុលគោលវិញ្ញាណកាន់តែខិតជិតមួយជំហានទៀតហើយ ទីការកត់ត្រាត្រូវបានបញ្ចប់ ចុះសាកសពនេះត្រូវធ្វើម៉េចទៅ ត្រូវតែប្រញាប់យកបេះដូងបញ្ឈប់ទាំង5មកឲ្យបានដើម្បីបង្គ្រប់ក្បាច់គុណបើមិនដូច្នោះទេការហ្វឹកហាត់របស់ខ្ញុំនឹងនៅត្រឹមនេះរហូតហើយនឹកស្មានមិនដល់ថារកឃើញបេះដូងបញ្ឈប់ទាំង5មែនសញ្ញារបស់ហ៊ឺហ្វាន ហេសំណាងហើយដែលមកតាន់ពេលសូមគោរពលោកស្រីបរិសម្នាក់នោះស្លាប់ហើយរបស់របរជាប់ខ្លួនគេខ្ញុំមិនបានប៉ះពាល់សូម្បីតែបន្តិចគឺនៅជាប់នឹងសាកសពទាំងអស់ ត្រឹមតែអ្នកហ្វឹកហាត់កម្រិតទាបសោះអាចសម្លាប់គេបានផងបើអញនៅតែហ៊ាននិយាយទេដាស់ទៀតខ្ញុំនឹងសម្លាប់អញឥឡូវនេះ មកពីគេរបួសធ្ងន់ពេកទើបខ្ញុំអាចកម្ចាត់គេបានដោយងាយបែបនេះ ទីនេះខ្លាំងណាស់ធម្មពលរបស់វាហាក់ដូចជាទឹកចំនួនអញ្ចឹងត្រឹមតែដំណាក់កាលហាត់ខ្យល់សោះតែមានអានុភាពខ្លាំងដល់ថ្នាក់នេះសំហើយដែលគេអាចសម្លាប់ហ៊ូឈិងឆៃបានចុះរូបភាពរាక్షសនៅក្នុងដៃអញនោះជាស្អីទៅវិញ លោកម្ចាស់គឺខ្ញុំអត់ប្រយ័ត្នជ្រុលមាត់លួចស៊ីស្មៅអសរបស់មេបាបន្តិចបន្តួចសូមលោកម្ចាស់មេត្តាជួយសម្រុះសម្រួលឲ្យខ្ញុំផងណា គេគ្រាន់តែជាឆ្កែបម្រើមួយក្បាលប៉ុណ្ណោះបើអញរកហ៊ូឈិងឆៃឃើញមែនទោះជាសម្លាប់គេចោលក៏គ្មានអ្នកណាហ៊ានថាអីដែរ អរគុណលោកម្ចាស់ខ្លាំងណាស់លោកម្ចាស់នេះហើយគឺជាវូធីងខៃគេចង់សម្លាប់ខ្ញុំតែដោយសារគេរបួសធ្ងន់ពេកទើបត្រូវខ្ញុំសម្លាប់វិញបែបនេះ ចម្លែកណាស់គ្រាន់តែរយៈពេល6ខែសោះឆ្នាំទឹកបាត់ទៅណាអស់ហើយ តើខ្ញុំកំពុងនៅទីណា នៅមានព្រលឹងខ្មោចមួយទៀតហ្នឹងខ្ញុំស្វេសប្រហែសពេកហើយមិនស្រួលទេខ្ញុំត្រូវតែត្រឡប់ទៅសង្គមវិបស្សនាវិញហើយ ក្តៅណាស់ប្រព័ន្ធជប់ហ្វឹកហាត់ភ្លាម ទីបានជ្រើសរើសក្បាច់គុណដ៏ល្អបំផុតសម្រាប់អ្នកហើយគឺក្បាច់គុណដង្ហើមទាំង6ចាប់ផ្ដើមហ្វឹកហាត់ បងប្រុសលោកម្ចាស់ឲ្យខ្ញុំសំភារអង្គហើយជាតិនឹងកុំបង្កប់បញ្ហាឲ្យខ្ញុំទៀតបានទេ ទីនិតឃើញថាក្បាច់គុណដង្ហើមទាំង6ជាក្បាច់គុណហ្វឹកហាត់រួមគ្នាប្រព័ន្ធនឹងផ្ដល់ដៃគូហ្វឹកហាត់ម្នាក់ឲ្យម្ចាស់ដោយឥតគិតថ្លៃ ហាអាប្រព័ន្ធភ្លើអ្នកណាគេមានដៃគូហ្វឹកហាត់ស្អីបែបហ្នឹងលីងយូយៀនទេមិនក៏នៅទីនេះទៀតហើយអាប្រព័ន្ធនេះចង់សម្រាប់ខ្ញុំមែនទេនេះជាដំណាក់របស់ប្រទេសសក្ការៈណាមិនអាចមកផ្ទះចាស់នៅទីនេះបានទេនេះ ពុទ្ធិសក្ការៈឲ្យនេះមិនមែនហ្វ្រេទេគឺចង់យកជីវិតខ្ញុំតែម្ដង ឯងមកធ្វើអីនៅទីនេះ ចាំដល់ពេលភ្នំមាសមកដល់ខ្ញុំនឹងដោះស្រាយឲ្យអ្នក ឯង សុំទោសខ្ញុំ ឯងចង់ងាប់មែនទេ មិនស្រួលទេរឿងវាកើតឡើងភ្លាមពេកទុកមិនឆ្ងល់ឡើយអង្គផងក៏មកអង្គយូអីខ្លួនប្រាខ្ញុំប្រែប្រួលហើយខ្ញុំទ្រាំលេងបានហើយខ្ញុំពិតជាទ្រាំមិនបានមែន ខ្ញុំឲ្យឱកាសអញម្ដងទៀតមើលឲ្យច្បាស់ទៅខ្ញុំអាចជួយអញឲ្យរួចផុតពីទុក្ខវេទនានេះបាន ជាតិនេះខ្ញុំមិនចង់រស់នៅក្នុងโลกនេះទៀតទេហេតុអីបានជាអញធ្វើបែបហ្នឹង កម្រិតនៃការដាំដុះការដល់ជាន់ទី8នៃដំណាក់កាលលីងឈីវិជាគុណលីវយូបានសម្រេចហើយដំណើរការជួសជុលគោលវិញ្ញាណបាន 50% អរគុណដែលបានប្រើប្រាស់ អរគុណដែលបានប្រើប្រាស់អីទៅចង់ឲ្យខ្ញុំស្លាប់តែម្ដងទៅមែនទេលោកស្រីបរិសុទ្ធឲ្យខ្ញុំក៏ចង់ធ្វើជាបរិសុទ្ធដែលមានទំនួលខុសត្រូវដែរតែស្ថានភាពពិតជាមិនអំណោយផលមែនក៏មិនទោសខ្ញុំអីណា
អូនប្រយ័ត្នជើងបន្តិចជួយផងលឿនឡើងខ្ញុំចង់ទៅបិទវគ្គហាត់រៀននៅទ្វារទាំង9 ឆាន់ជូប្រញាប់រត់ទៅ នេះគឺជាព្រលឹងវិសុទ្ធទាំង5នៃម្ចាស់ជីពចរជាន់ទី10ពិតជាមិនធម្មតាមែនម្ចាស់ជីពចរជាន់ទី10អីចឹងសម្រាប់នោះច្បាស់ជាស្លាប់មិនខានទេយើងមានកម្រិតមូលដ្ឋានគ្រឹះទៅហើយបែរជាដេញតាមម្នាក់នេះមិនទាន់ទៀតមិនបានទេត្រូវតែលឿនជាងនេះត្រូវតាមវាឲ្យជាប់ប្រហែលជាមិនអាចឲ្យគេដឹងបានទេអាតូចទៅងាប់ទៅការវាសម្រុកពេញទំហឹងនៃកម្រិតមូលដ្ឋានគ្រឹះម្ចាស់ជីពចរជាន់ទី10នេះច្បាស់ជាចង់សម្រាប់ហើយអានុភាពខ្លាំងណាស់អាសម្រាប់នេះងាប់ចោលបាត់ហើយមានរឿងអីហ្នឹងមើលអីមិនឃើញសោះចុះវាទៅណាហើយមើលចុះនៅខាងនោះទេមិនអាចទៅរួចទេរឿងនេះមិននឹងអាចទៅរួចទៅវិញនឹកស្មានមិនដល់ថាមិនទាន់មកទៀតខ្ញុំមិនទាន់ស្លាប់ទេមនុស្សអាក្រក់ដូចជាខ្ញុំដែលមានសរសៃគូខូចអស់ទៅហើយបែរជាអាចទ្រាំទ្រនឹងការវាយប្រហារយ៉ាងខ្លាំងក្លានេះបាទថែមទាំងមិនមានរបួសសូម្បីតែបន្តិចតើវាអាចទៅរួចយ៉ាងម៉េចទៅឬមួយក៏មនុស្សអាក្រក់ម្នាក់នោះមានសំណាងវិញយ៉ាងដាវទេពត្រូវបានគេស្រុកយកអស់ហើយចង្រៃមែនតើលីងប៉ៃចាប់ដើមខ្លាំងពូកែបែបនេះតាំងពីពេលណាថែមទាំងអាចទប់ទល់បានទៀតនឹកស្មានមិនដល់ថាក្មេងកំហុសដូចជាឯងហ៊ានប្រើកំណត់មកទប់ទល់នឹងការវាយប្រហាររបស់ខ្ញុំអូតាមពិតគឺពឹងផ្អែកលើកំណត់សោះស្ទើរតែស្មានថាវាជាសេះស្បើយទៅហើយតាមពិតគ្រាន់តែជាកំណត់សោះចង់ដឹងណាស់ថាមួយដាវនេះអញអាចទ្រាំទ្របានដែរឬទេនេះគឺដាវទេពញញរឹងនេះជាវិញ្ញាណជីវិតដែលនៅជាមួយត្រកូលចិនម៉ៃរាប់សិបឆ្នាំហើយមេត្រកូលចិនម៉ៃចាប់ដើមលេងមែនទែនហើយស្លាប់ទៅខ្ញុំគ្រាន់តែលួចរបស់អញបន្តិចសោះមិនបាច់ចង់សម្លាប់គ្នាដល់ថ្នាក់ហ្នឹងទេព្រះនាងបរិសុទ្ធព្រះនាងបរិសុទ្ធព្រះនាងបរិសុទ្ធសូមក្រាបបង្គំគាត់ព្រះនាងបរិសុទ្ធហេលេងលោកស្រីបរិសុទ្ធមើលចុះមេឃមិនសូវល្អទេហេតុអីក៏លោកស្រីនៅតែចេញមកដើរលេងទៀតមានរឿងអីហ្នឹងឬមួយក៏អាម្នាក់នេះហ៊ានទៅធ្វើឲ្យលោកស្រីបរិសុទ្ធខឹងបើអញ្ចឹងមែនគ្រូសាស្ត្រតពុះយើងទាំងមូលមិនត្រូវងាប់តាមវាដែរទេអីឯងពិតជាធ្វើឲ្យយើងពិបាករកមែនណាបើមានការអីលោកស្រីគ្រាន់តែហៅខ្ញុំទៅបានហើយមិនបាច់ហត់មកដល់ទីនេះដល់តទេអ្នកចេញបានរួមមើលអញចុះការងារមិនធ្វើបែរជាដើរលេងផ្ដេសផ្ដាស់ដល់ពេលមានការសំខាន់រកមនុស្សមិនឃើញសោះចេញជីនសានឯងនាំមនុស្សមកជួបជុំគ្នានៅទីនេះធ្វើអីអូគឺរឿងវាអញ្ចេះគឺខ្ញុំលួចញ៉ាំចេញវ៉ាន់រូលោកស្រីបរិសុទ្ធខ្ញុំឃើញអាម្នាក់នេះលួចលាក់នៅក្បែរដំណាក់លោកស្រីប្រកាសជាមានបំណងមិនល្អទេគួរឲ្យសង្ស័យណាស់ខ្ញុំកំពុងតែរៀបចំនាំវាទៅសួរចម្លើយបន្តិចព្រះនាងម្ចាស់មិនបាច់ឲ្យទ្រង់ហត់ព្រះតេយ្យទេចាំទូបង្គំនាំគេទៅវិញឥឡូវនេះហើយប្រើទីរោងកម្មទាំង81របស់បាក់យើងធានាថាអាចឲ្យអាចារ្យម្នាក់នេះឆ្លៃចេញមកទាំងអស់ទោះបីជាធ្លាប់មានស្រីប៉ុន្មានអ្នកឬចូលចិត្តក្បាច់អីខ្លះក៏គុំសង្ឃឹមថាលាក់ចិត្តឲ្យសោះអញ្ចឹងមែនទេពិតណាស់ព្រះនាងក៏ជ្រាបពីស្នាដៃទូបង្គំដែរបើអញ្ចឹងចាំបាច់អីត្រូវហត់លឿនខ្នាតហ្នឹងទូបង្គំសុំស្លាប់ណាស់មិនដឹងថាព្រះនាងចង់ចេញដៃដោយតទេយឺតពេកហើយលោកម្ចាស់និកាយពិតជាខ្លាំងមែនតើលោកស្រីវាខុសមនុស្សមែនទេកូនចៅល្ងខ្លៅមិនដឹងថាខុសត្រង់ណាទេអាមនុស្សអត់ប្រយោជន៍មិនទៅរកពូឆេងសៃបែរជាមកចាប់ចោលតូចតាចនៅទីនេះទៅវិញតើខ្ញុំទុកឯងធ្វើអីទៀតគឺមកពីកូនចៅហ្វេសប្រហែលខ្ញុំនឹងទៅរកគេព្រាមមិនបាច់ទេពូឆេងសៃស្លាប់ហើយត្រឡប់ទៅនិកាយជាមួយខ្ញុំដើម្បីរីកាបាទលោកស្រីពិតជាពូកែណាស់កូនចៅពិតជាខ្មាស់ខ្លួនឯងមែនរកឃើញហើយនៅតែវាខ្ញុំទៀតមីស្រីម្នាក់នេះពិតជាចង់រករឿងមែនការហ្វឹកហាត់ក្បាច់គុណលើកនេះធ្វើឲ្យកម្រិតយុទ្ធសិលរបស់ខ្ញុំមានការរីកចម្រើនខ្លាំងពីលីងប្រហែលជាមានប្រយោជន៍ហើយពីលីងឯងមានគុណសម្បត្តិក្នុងការចាប់ខ្លួនអ៊ូធីងស៊ីចូលមកតាមយើងត្រឡប់ទៅបាក់វិញទៅអាចឆ្កែឈួតអញខ្លាំងមែនទេនាំខ្ញុំទៅធ្វើអីបើមិនសម្រាប់ខ្ញុំទេឬមួយចង់ទុកខ្ញុំធ្វើជាប្រុសកំដរអា
សម្រាប់នឹងវាមានសំណាងអីទៅសូម្បីតែព្រះនាងក៏ហៅវាឲ្យឡើងទូកដែរមែនហើយរឿងល្អធ្លាក់លើវាទាំងអស់ចុះហេតុអីខ្ញុំមិនមានសំណាងបែបហ្នឹងខ្លះអញគិតថាខ្ញុំចង់បានណាស់មែនទេបើអញចង់បានខ្ញុំឲ្យអញទៅចុះយកអត់ចូលចិត្តលួចញ៉ាំអីម្លេះ អត់ទេគ្រាន់តែឃ្លានបន្តិចបន្តួចនឹងណា មិនហ៊ានទេតើលោកចង់បានអីប្រាប់មកឲ្យលឿនទៅខាងលើគេកំពុងរងចាំយើងឃើញដល់មុខលោកប្រុសខ្ញុំមិនប្រកាន់រឿងដែលអ្នកលួចរបស់នោះទេតែក្នុងនាមជាម្ចាស់ផ្ទះបើគេដឹងថាចៅតូចដូចអ្នកលួចរបស់ខ្ញុំតើខ្ញុំយកមុខទៅទុកឯណាខ្ញុំនឹងលើកលែងឲ្យលោកកុំបារម្ភខ្ញុំនឹងរក្សាការសម្ងាត់នេះឲ្យចិត្តមិនប្រាប់អ្នកណាដាច់ខាតល្អណាស់ឥឡូវឥតឆាប់ឡើងមក